Good morning បងបងចាបងដើរមើលជាងមួយខ្ញុំមកជុំអូយនេះអូហ្វីសរបស់យើងបងអើយចានេះមេថ្ងៃជះល្អខ្លាំងដល់ចាអត់ដូចពីម្សិលទេណាពីម្សិលអង្ងឹតឆឹងហ្មងបងចាបងខ្ញុំនាំបងចាដើរមើលជាងមកជុំនេះជាប់អូហ្វីស2 3ផ្ទះនេះអត់មានអ្នកចាប់អារម្មណ៍ពេញចិត្តជាប់អូហ្វីសអីសោះណាបងចាចិត្តខ្លាំងពីចិត្តអីអានេះអេបងស្អាតអត់អូយចាចេះបើអត់ស្អាតចប់ហើយបងអើយតម្លៃវិញស្មើផ្ទះល្វែងទេនេះមើលហើយសំណងអត់20ចាសំណងអត់20វីឡាតូចាបងអើយចាតម្លៃ105,000នេះតម្លៃបងផ្ដាច់ណាតម្លៃចុះអស់នេះក្នុងសំណងអត់20មានវេរងដាធំតលីចង់រីឡេកល្ងាចឡើងអី4 10នាក់នៅវេរងដានោះបានទៀតបងឲ្យចាគម្រោងរបស់យើងនេះបងភ្ញៀវរបស់យើងនៅ80%ចាបងមិនព្រួយបារម្ភថាអូមកនេះអត់មានភ្ញៀវនៅអីណាបងអត់ទេចាភ្ញៀវរបស់យើងនៅ80%បងឃើញអានេះទីតាំងដែលភ្ញៀវទិញចាភ្ញៀវរបស់យើងទិញបុកគ្រឹះនេះឃើញទេចាគាត់ទិញដីធំហ្នឹងបងផ្ទះបែរមុខទៅត្បូងគាត់ទិញដីមួយផ្ទះមួយហើយបងចាំតាមណានទាំងអស់គ្នាសម្រាប់ទីតាំងមួយដែលគាត់ទិញបុកគ្រឹះយើងកុងត្រាដល់6ខែភ្ញៀវនេះគាត់ទិញដីមួយផ្ទះមួយអញ្ចឹងវាស្មើដីលោកបានអត់ទេតែគាត់ទិញដីមួយផ្ទះមួយស្មើនឹងបាន20ចាហើយសុំសង់ផ្ទះកណ្ដាលដីខ្ញុំធ្វើឲ្យគាត់ហើយបងចាំមើលធ្វើឲ្យស្អាតហ្នឹងបងចាទិញដីមួយផ្ទះមួយបងមានចង់បានដីធំពីគាត់អីអាចមើលពីគាត់បានបាទ20បដ ដោយ 10 ហើយចូលមុខផ្ទះគាត់ក៏មានលក្ខណៈថាដីធំមួយដែរចាយើងមានផ្ទះមួយហើយនៅសល់ដីចំហៀងនឹង8ម៉ែត្រជាប់នឹងទៀតចាទល់មុខផ្ទះគាត់បែរមុខទៅជើងចាហើយផ្ទះគាត់បែរមុខទៅត្បូងបងចង់បានដីធំអីអាចមើលបានហើយអ្នកដែលទិញបុកគ្រឹះបែបនេះចាកុងត្រា6ខែបងចាំតាមដានទាំងអស់គ្នាផ្ទះនេះយើងកុងត្រា6ខែនេះចាំតាមដាននៅចា6ខែក្រោយតើរួចរាល់អត់ចានេះនិយាយទៅមើលផ្ទះនេះស្អាតដល់បងចាពួកជាក់ស្ដែងយើងមានភ្ញៀវច្រើនទិញដីមួយផ្ទះមួយតែគាត់ថាផ្ទះគាត់អត់មានអង្គតាណាតែម្ចាស់ផ្ទះនេះសុំចង់កណ្ដាលដីទៅនៅលើផ្លូវទី2នេះលើផ្លូវទី3ហ្នឹងអស់ហើយបងចាអានេះយើងសង់ B ណាចាតែជាក់ស្ដែង B នេះអស់ហើយបងនៅលើផ្លូវនេះអស់ហើយចាទៅមុខគ្នាហ្នឹងណាអស់ហើយនេះសិបភ្ញៀវរស់នៅណាបងសិបផ្ទះអតិថិជនរបស់យើងរស់នៅហើយចារបស់គេអស់ហើយចាមិនមែនឃើញផ្ទះអត់មានម្ចាស់ទេណាអត់មានលក់អត់ចេញអីអត់ទេបងអត់ទេអានេះប្រភេទ B 4បន្ទប់ហ្នឹងបងចានេះ4បន្ទប់សម្រាប់ B និង A បងតម្លៃរបស់យើងស្មើផ្ទះល្វែងបងតម្លៃស្មើផ្ទះល្វែងតែបងបើចុះតម្លៃស្មើគ្នានៅប្រភេទវីឡាមិនស្រួលនៅបងនេះចាមានលបងដាច់តម្លៃចំណតឡានចតបាន2គ្រឿងនៅសល់ទៀតចានៅសល់ដីសល់ស្បេះទៀតណាអែមខ្លាំងមែនតើនេះចាបងដែលចូលចិត្តរស់នៅជីក្រុងអីមកនេះត្រូវអីបងចាយើងនៅនេះទឹកដីពេញដែរគ្រាន់យើងនៅជីបងយើងនៅជាទីតាំងបើសិនជាបងមកពីម្ដុំអនមកពីម៉ាក្រូអីចំណាយពេល15នាទីអីមកដល់ហើយចាបងសុខខ្ញុំនៅអាផ្លូវមួយទៀតហ្នឹងក៏ខ្ញុំនៅដែរតែអស់ហើយអានេះក៏អស់ដែរអញ្ចឹងសម្រាប់ទីតាំងដែលនៅបងនេះទល់មុខផ្ទះយើងកំពុងធ្វើហ្នឹងខ្ញុំទិញបុកគ្រឹះហ្នឹងព្រោះឥឡូវហ្នឹងយើងមានតែផ្ទះបុកគ្រឹះទេអញ្ចឹងណាបងនិយាយទៅបើសិនជាអតិថិជនចង់បានផ្ទះកាន់សោនៅក៏មានដែរ model B តែគាត់ថាតម្លៃវាអាចនឹងលើហ្នឹងចា model B ផ្ទះកាន់សោនៅតម្លៃ105,000ចាប្រទេសពងបុកគ្រឹះចេះអាចចាំ6ខែបានចូលរស់នៅតម្លៃ83,000បងតម្លៃចុះអស់ណាចានេះមើលសល់មកផ្ទះទល់មុខគ្នាហ្នឹងនិយាយទៅមួយជួរនេះយើងនៅសល់ពីផ្ទះទល់ខ្នងគ្នាណាចាជាក់ស្ដែងក៏មិនអស់បានដែរដោយសារមុនដំបូងកន្លែងនេះបែរទៅលិចតែឥឡូវយើងបំបែបទៅជើងត្បូងឥឡូវក៏បែបព្រៀនគេយកពីផ្ទះផ្លែតដីមួយផ្ទះមួយសុំថងផ្ទះកណ្ដាលដីទៀតបងដើរមើលទេសភាពជាង
รับបងបងដែលមានចំណាប់អារម្មណ៍ទៅលើវិឡាចាកំពុងតែមានតម្រូវការមកបងអាចមកមើលបានមកបងចាទីតាំងមិនពិបាករមិនពិបាកជិះហើយក៏មិនមានផ្លូវកាច់កង់អីទេបងបងចាមកតាមផ្លូវ130ហ្នឹងផ្លូវភ្នំរៀបធម្មសិទ្ធហ្នឹងចាជិះឲ្យត្រង់មកដល់ផ្សារតាពាំងព្រាឬសង្កាត់ពញាពុនហ្នឹងគឺដូចដល់កម្រោងអញ្ចឹងព្រោះកម្រោងនៅនឹងហ្មងណាចាអានេះបើនៅលើផ្លូវមេនេះយើងសង់អេណាបងយើងសង់អេនៅលើផ្លូវមេនេះក៏យើងចិត្តអស់ដែរបងចាបងឃើញជាក់ស្ដែងចានៅលើផ្លូវមេនេះយើងសង់តែអេចាម៉ូតអេហាអេនេះតម្លៃពេញ 125,000 តម្លៃបងផ្ដាច់ 105,000 ចានេះអេចានិយាយទៅឲ្យតែឃើញផ្ទះសោផ្ទះរបស់ភ្ញៀវណាបងមែនឲ្យឃើញផ្ទះឲ្យផ្ទះលក់អត់ដាច់អត់ទេចាព្រោះនៅនេះយើងផ្ទះឲ្យថាអេវិញបើថាឡើងហើយនឹងគេកក់បាត់ឡើងហើយគេកក់បាត់តើបានធ្វើហើយផងបាន 20% កក់យកបាត់ហើយអានេះបែរទិសជើងត្បូងអានេះបែរទិសទៅជើងនេះនៅលើផ្លូវមេនេះបងពីផ្ទះនេះអេចាប់អារម្មណ៍មើលហ្នឹងចាហើយតែបាទឃើញផ្ទះនេះសិតតែផ្ទះរបស់គេសម្រាប់ភ្ញៀវនៅអញ្ចឹងណាបងចានេះអេដែរចាហើយរបស់គេហើយគេនៅហើយបងភ្ញៀវនៅភ្ញៀវយើងនៅច្រើនណាបងនៅនេះចាអញ្ចឹងបងដែលមានតម្រូវការអាចជួយមកមើលឲ្យសិក្សាបានពួកភ្ញៀវយើងនៅ 80% ហើយសម្រាប់ខ្លងអីយើងមានការកាត់ជូនក្នុងរឹង 100% ហើយសម្រាប់លក្ខខណ្ឌបងប្រាក់ងាយស្រួលបងចាចង់បងរំលោះក៏បានបងផ្ដាច់ក៏បានណាហើយសម្រាប់លក្ខខណ្ឌបងរំលោះបងមានដើមចូលរួមមុនត្រឹមតែ 5% នៃតម្លៃផ្ទះចាស្មើនឹង 5,000 ជាងសម្រាប់ម៉ូត A បើសម្រាប់ម៉ូត B ស្មើនឹង 4,000 ជាងចាចូលរួមហើយបងអាចចារំលោះបានដល់25ឆ្នាំគឺបងរំលោះជាមួយនឹងធនាគារចាតែបើសិនជាបងប្អូនអង្គភូមិចង់រំលោះជាមួយគម្រោងយើងឲ្យបាន20ខែចាដោយមិនគិតការប្រាក់ណាចារំលោះឲ្យតិចដើមផ្ទះទាំងអស់មកក្នុងរយៈពេល20ខែហ្នឹងក៏បានដែរចាមិនគិតការប្រាក់ទេបងចាបងបើសិនជារំលោះជាមួយគម្រោងបងអាចតម្លាក់មុន 30% លុយនៅសល់អាចរំលោះ20ខែដោយមិនគិតការប្រាក់អញ្ចឹងណាបងចានេះសិតតែភ្ញៀវបងខ្ជិលដើរទៅមុខទៀតចានេះសិតតែភ្ញៀវដែរនេះអេបងនៅលើផ្លូវនេះហើយយើងមានផ្លូវរត់ព័ទ្ធជុំវិញសន្តិសុខរបស់យើងជា24ម៉ោងលើ24ម៉ោងចាតែព្រួយថានៅអត់សុវត្ថិភាពទេភ្ញៀវទិញបកគ្រឹះដែរនេះចិត្តរួចរាល់បងឃើញចាដល់ម៉ោងជាងរៀបចំចេញទៅផ្ទះហើយអូម៉ោងបាយអញ្ចឹងណាចានេះអេនេះចាហើយនេះជាប់នឹងផ្ទះហ្នឹងយើងនៅពីផ្ទះទៀតណានេះបែរមុខទៅត្បូងបងចាបែរមុខទៅជើងនៅខាងខ្ញុំប្រាប់មិញហ្នឹងឡាសសរហ្នឹងនៅពីហ្នឹងហើយសម្រាប់អ្នកដែលចង់បានដីមួយផ្ទះមួយក្បាល 20x20 អីអាចមើលបានចាចង់សង់ផ្ទះកណ្ដាលដីដូចខ្ញុំនោះក៏បានដែរតែគ្រឹះឲ្យភ្លាមចានេះបងចានេះហើយទីតាំងស្រួលនៅបងអើយចាស្ងប់ស្ងាត់សុខសុវត្ថិភាពចារីឡែកចានិយាយទៅរស់នៅក្នុងការធ្វើដំណើរអីចូលក្រុងអីអត់កកស្ទះវាអត់ញញ៉ៃបងស្រួលនៅខ្លាំងមែនតើនេះសភ្ញៀវយើងវាច្រើនមកពីពេញច្រើនចាមកពីពេញហើយជាមួយនឹងអ្នកក្រៅប្រទេសចាគាត់មកច្រើនជនក្រៅប្រទេសដូចផ្ទះនោះអីនោះចាដូចផ្ទះនៅក្រោយបងសាច់ផ្ទះអ្នកក្រៅប្រទេសនេះមានអ្នកមកពីបារាំងមកពីអាមេរិកចឹងចាអ្នកក្រៅប្រទេសជាគាត់ជិះចិត្តនៅខាងគេទៀតចាគាត់ថាគាត់ជិះចិត្តរស់នៅបែបលក្ខណៈស្ងប់ស្ងាត់ចាឡើងទៅលើផ្ទះឬក៏គៀនផ្ទះនឹងមានស្រែឲ្យមើលរត់ទៅល្អទៀតចាគឺគាត់បែបហ្នឹងចាគឺគាត់បែបហ្នឹងហើយច្រើនគាត់ជិះចិត្តធម្មជាតិច្រើនអ្នកក្រៅប្រទេសចាហើយបងប្អូនអង្គភូមិមានតម្រូវការអាចអញ្ជើញមកមើលហើយសិក្សាបាននេះគឺជាវិឡាប្រភេទអេរបស់យើងនៅលើភ្លើងមេបងនៅលើភ្លើងមេនេះគឺមានបែរទិសជើងត្បូងចាសម្រាប់ម៉ូតអេផ្ទះធំបែបហ្នឹងណាចាអូមកបងអត់ស្គាល់មកបងអត់ស្គាល់មកផ្ទះនេះស្មាអ្នកភូមិយ៉ាងម៉េចបងនេះអេចាឃើញមានអ្នកជីកអាងទឹកទៀតអ្នកជីកអាងទឹកទៀតបងមានចង្អុលអាចឆាតចូលទៅក្នុងเพจរបស់ខ្ញុំសួរព័ត៌មានថែមបានណាចាអាចឆាតចូលសួរព័ត៌មានថែមបានហើយបងចង់ដឹងព័ត៌មានអត់អីបងអាចខលតែម្ដងក៏បានដែរមិនចាំឆាតក៏បានដែរតែខលមកលឿនចា